សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងលើកយកសៀវភៅមួយក្បាលដែលមានភាពល្បីល្បាញជាង3ទសវត្សរ៍មកហើយមកសង្ខេបជូនអ្នកទាំងអស់គ្នាដើម្បីស្វែងយល់និងបានជាមូលដ្ឋាននៅក្នុងការគិតដើម្បីបានផ្លាស់ប្ដូរផ្នត់គំនិតអន់ថយទម្លាប់អវិជ្ជមាននានាហើយអាចឈានឆ្ពោះទៅរកភាពរីកចម្រើននៅក្នុងជីវិតសាជាថ្មីឡើងវិញសៀវភៅនេះមានចំណងជើងជាភាសាអង់គ្លេសថា The Seven Habits of Highly Effective People ដែលជាស្នាដៃនិពន្ធរបស់លោក Stephen R. Covey តើអ្នកធ្លាប់សួរខ្លួនឯងទេថាហេតុអ្វីមនុស្សខ្លះហាក់ដូចជាជោគជ័យក្នុងគ្រប់ផ្នែកនៃជីវិតមិនថាការងារអាជីវកម្មគ្រួសារឬទំនាក់ទំនងពួកគេហាក់ដូចជាអាចគ្រប់គ្រងអ្វីៗបានយ៉ាងល្អតើវាជារឿងសំណាងតើពួកគេមានទេពកោសល្យពីកំណើតឬក៏ពួកគេមានអាចកំបាំងអ្វីមួយអ្នកនិពន្ធ Stephen R. Covey បានចំណាយពេលជាច្រើនឆ្នាំសិក្សាពីមនុស្សជោគជ័យរាប់រយនាក់គាត់បានរកឃើញថាមនុស្សទាំងនោះមិនខុសពីយើងឡើយពួកគេក៏ធ្លាប់បរាជ័យធ្លាប់ជួបបញ្ហានិងធ្លាប់មានការភ័យខ្លាចដូចគ្នាប៉ុន្តែអ្វីដែលពួកគេខុសគ្នាគឺទម្លាប់ប្រចាំថ្ងៃ Stephen R. Covey បាននិយាយថាយើងមិនមែនជាលទ្ធផលនៃអ្វីដែលកើតឡើងចំពោះយើងនោះទេប៉ុន្តែជាលទ្ធផលនៃការសម្រេចចិត្តដែលយើងធ្វើរាល់ថ្ងៃសៀវភៅនេះមិនបង្រៀនឲ្យអ្នកក្លាយជាអ្នកមានក្នុងរយៈពេលមួយយប់ឬបង្ហាញរូបមន្តជោគជ័យរហ័សនោះទេផ្ទុយទៅវិញវាបង្ហាញថាការផ្លាស់ប្ដូរតូចៗដែលធ្វើជាប្រចាំអាចផ្លាស់ប្ដូរជីវិតទាំងមូលបានសាកស្រមៃទៅមើលថាអ្នកដាំគ្រាប់ពូជមួយគ្រាប់នៅថ្ងៃដំបូងអ្នកមិនឃើញអ្វីនោះទេមួយសប្តាហ៍ក្រោយក៏នៅតែមិនឃើញអ្វីច្រើនប៉ុន្តែបើអ្នកបន្តស្រោចទឹកថែទាំនិងអត់ធ្មត់នៅថ្ងៃណាមួយវានឹងដុះជាដើមឈើដ៏រឹងមាំជីវិតរបស់យើងក៏ដូចគ្នាទម្លាប់ល្អគឺជាគ្រាប់ពូជនៃភាពជោគជ័យទម្លាប់អាក្រក់ក៏ជាគ្រាប់ពូជនៃបញ្ហាផងដែរ Stephen R. Covey បានបែងចែកដំណើរការនៃការអភិវឌ្ឍខ្លួនជា3ដំណាក់កាលដំណាក់កាលទី1គឺជាការឈ្នះខ្លួនឯងមុនពេលដឹកនាំអ្នកដទៃឬផ្លាស់ប្ដូរពិភពលោកយើងត្រូវរៀនគ្រប់គ្រងខ្លួនឯងជាមុនសិនដំណាក់កាលទី2គឺការឈ្នះជាមួយអ្នកដទៃជីវិតមិនអាចរស់នៅម្នាក់ឯងបានទេការប្រស្រ័យទាក់ទងការសហការនិងការកសាងទំនាក់ទំនងល្អគឺជាគន្លឹះដ៏សំខាន់ដំណាក់កាលទី3គឺជាការបន្តអភិវឌ្ឍខ្លួនឯងជានិច្ចមនុស្សជោគជ័យមិនដែលឈប់រៀនឡើយពួកគេដឹងថានៅពេលអ្នកឈប់រីកចម្រើនអ្នកក៏ចាប់ផ្ដើមដើរថយក្រោយដែរនៅក្នុងវីដេអូនេះយើងនឹងសិក្សាទម្លាប់ទាំង7ដែលបានជួយមនុស្សរាប់លានអ្នកនៅជុំវិញពិភពលោកផ្លាស់ប្ដូរជីវិតរបស់ពួកគេសូមចងចាំថាកុំគ្រាន់តែស្ដាប់សូមព្យាយាមសួរខ្លួនឯងជានិច្ចថាតើខ្ញុំអាចអនុវត្តគំនិតនេះនៅក្នុងជីវិតខ្ញុំដោយរបៀបណាព្រោះចំណេះដឹងដែលមិនបានអនុវត្តនឹងមិនអាចផ្លាស់ប្ដូរជីវិតរបស់យើងបានឡើយឥឡូវនេះសូមចាប់ផ្ដើមជាមួយនឹងទម្លាប់ទី1ចាប់ផ្ដើមទទួលខុសត្រូវលើជីវិតខ្លួនឯងមុននឹងយើងបន្តទៅទម្លាប់ផ្សេងទៀតមានសំណួរមួយដែលខ្ញុំចង់សួរអ្នកតើនៅពេលមានរឿងមួយមិនដូចចិត្តអ្នកតែងតែគិតថានេះជាកំហុសអ្នកដទៃឬអ្នកសួរខ្លួនឯងថាតើខ្ញុំអាចធ្វើអ្វីបានដើម្បីឲ្យស្ថានភាពនេះប្រសើរឡើងសំណួរតូចមួយនេះអាចកំណត់ទិសដៅជីវិតរបស់មនុស្សម្នាក់Stephen R. Covey បាននិយាយថាមនុស្សមានពីរប្រភេទទី1គឺមនុស្សដែលអនុញ្ញាតឲ្យអារម្មណ៍និងស្ថានភាពខាងក្រៅគ្រប់គ្រងជីវិតរបស់ពួកគេថ្ងៃណាអាកាសធាតុល្អពួកគេក៏សប្បាយចិត្តថ្ងៃណាមានអ្នករិះគន់ពួកគេក៏ខកចិត្តថ្ងៃណាបរាជ័យពួកគេក៏បោះបង់ផ្ទុយទៅវិញមនុស្សប្រភេទទី2គឺជាមនុស្សដែល Stephen R. Covey ហៅថា proactiveពួកគេយល់ថាទោះបីពិភពលោកមិនអាចគ្រប់គ្រងបានក៏ដោយក៏ការសម្រេចចិត្តរបស់ខ្លួននៅតែជារឿងដែលអាចគ្រប់គ្រងបានសូមស្រមៃថាបុគ្គល2នាក់បាត់បង់ការងារនៅថ្ងៃតែមួយមនុស្សទី1ដែលជាមនុស្ស reactive និយាយថាខ្ញុំគ្មានសំណាងទេក្រុមហ៊ុនមិនឲ្យតម្លៃខ្ញុំឡើយគាត់ចំណាយពេលរាប់ខែដើម្បីត្អូញត្អែផ្ទុយពីមនុស្សទី2ដែលជាប្រភេទមនុស្ស proactive គាត់ក៏មានអារម្មណ៍ខកចិត្តដូចគ្នាប៉ុន្តែបន្ទាប់ពីស្ងប់ចិត្តគាត់សួរខ្លួនឯងថាតើខ្ញុំត្រូវរៀនជំនាញអ្វីបន្ថែមតើខ្ញុំអាចរកឱកាសថ្មីនៅកន្លែងណាប៉ុន្មានខែក្រោយមកមនុស្សទី2រកបានការងារល្អជាងមុន
តើភាពខុសគ្នាស្ថិតនៅត្រង់ណាមិនមែនដោយសារសំណាងនោះទេប៉ុន្តែដោយសាររបៀបឆ្លើយតបចំពោះបញ្ហាលោក Covey បានបង្ហាញថារវាងព្រឹត្តិការណ៍និងការឆ្លើយតបតែងមានចន្លោះមួយនៅក្នុងចន្លោះមួយនោះយើងអាចជ្រើសរើសបាននោះហើយជាសេរីភាពពិតប្រាកដរបស់មនុស្សជាញឹកញាប់យើងតែងនិយាយថាខ្ញុំមិនអាចធ្វើបានទេពេលវេលាមិនគ្រប់គ្រាន់ទេបើគាត់មិនធ្វើបែបនេះខ្ញុំក៏មិនបានបែបនេះដែរប៉ុន្តែលោក Covey លើកទឹកចិត្តឲ្យផ្លាស់ប្ដូរពាក្យទាំងនេះទៅជាខ្ញុំនឹងរកវិធីខ្ញុំអាចចាប់ផ្ដើមពីរឿងតូចៗខ្ញុំទទួលខុសត្រូវលើការសម្រេចចិត្តរបស់ខ្ញុំពាក្យដែលយើងប្រើរាល់ថ្ងៃមានឥទ្ធិពលលើរបៀបដែលយើងគិតមនុស្សដែលទទួលខុសត្រូវលើជីវិតខ្លួនឯងមិនមែនជាមនុស្សល្អឥតខ្ចោះនោះទេពួកគេក៏មានថ្ងៃដែលបាក់ទឹកចិត្តមានថ្ងៃដែលបរាជ័យនិងមានថ្ងៃដែលចង់បោះបង់ដែរប៉ុន្តែពួកគេមិនស្នាក់នៅក្នុងអារម្មណ៍អវិជ្ជមានយូរពេកឡើយពួកគេតែងតែសួរខ្លួនឯងថាតើជំហានតូចបន្ទាប់ដែលខ្ញុំអាចធ្វើបានគឺជាអ្វីនេះជាចំណុចដែលធ្វើឲ្យមនុស្សជោគជ័យខុសពីមនុស្សធម្មតានៅចុងបញ្ចប់នៃទម្លាប់ទី1ខ្ញុំចង់ទុកសំណួរមួយសម្រាប់អ្នកតើមានរឿងអ្វីក្នុងជីវិតរបស់អ្នកដែលអ្នកកំពុងបន្ទោសស្ថានភាពឬបន្ទោសអ្នកដទៃបើមានសូមសាកល្បងផ្លាស់ប្ដូរសំណួរពីហេតុអ្វីរឿងនេះកើតឡើងចំពោះខ្ញុំទៅជាតើខ្ញុំអាចធ្វើអ្វីបានចាប់ពីថ្ងៃនេះពេលអ្នកចាប់ផ្ដើមទទួលខុសត្រូវលើជីវិតរបស់ខ្លួនអ្នកក៏ចាប់ផ្ដើមគ្រប់គ្រងអនាគតរបស់ខ្លួនផងដែរទម្លាប់ទី2ចាប់ផ្ដើមដោយដឹងពីគោលដៅចុងក្រោយ Begin with the end in mind នៅក្នុងភាគមុនយើងបានរៀនថាមនុស្សជោគជ័យគឺជាមនុស្សដែលទទួលខុសត្រូវលើការសម្រេចចិត្តរបស់ខ្លួនប៉ុន្តែបន្ទាប់ពីយើងចាប់ផ្ដើមទទួលខុសត្រូវហើយសំណួរបន្ទាប់គឺតើខ្ញុំកំពុងដើរទៅកាន់គោលដៅអ្វីសូមស្រមៃថាអ្នកឡើងជិះតាក់ស៊ីមួយគ្រឿងអ្នកបើកបរសួរថាតើអ្នកចង់ទៅណាប៉ុន្តែអ្នកឆ្លើយថាទៅណាក៏បានតើនឹងមានអ្វីកើតឡើងអ្នកប្រហែលជាចំណាយពេលចំណាយប្រាក់ហើយនៅទីបញ្ចប់មិនបានទៅដល់កន្លែងដែលអ្នកចង់ទៅទេជីវិតក៏ដូចគ្នាដែរមនុស្សជាច្រើនរវល់ជាខ្លាំងពួកគេភ្ញាក់ពីព្រឹកទៅធ្វើការត្រឡប់មកផ្ទះហើយនៅថ្ងៃបន្ទាប់ក៏ធ្វើដដែលប៉ុន្តែពួកគេមិនដែលសួរខ្លួនឯងទេថាតើខ្ញុំកំពុងរស់នៅដើម្បីអ្វី Stephen Covey បានផ្ដល់នូវលំហាត់មួយដែលធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ខ្លួនគាត់ឲ្យយើងស្រមៃថាថ្ងៃមួយមានមនុស្សជាទីស្រឡាញ់មិត្តរួមការងារនិងក្រុមគ្រួសារមកចូលរួមពិធីបុណ្យសពរបស់យើងសូមសួរខ្លួនឯងថាតើអ្នកចង់ឲ្យពួកគេនិយាយពីអ្វីតើអ្នកចង់ឲ្យពួកគេនិយាយថាអ្នកជាមនុស្សស្មោះត្រង់ជាឪពុកឬជាម្ដាយដ៏ល្អជាអ្នកដឹកនាំដែលជួយអ្នកដទៃឬជាមនុស្សដែលរស់នៅដោយសារមានគោលការណ៍លំហាត់នេះមិនមែនដើម្បីធ្វើឲ្យអ្នកខ្លាចសេចក្តីស្លាប់ទេប៉ុន្តែដើម្បីឲ្យយើងគិតអំពីរបៀបរស់នៅថ្ងៃនេះលោក Covey បាននិយាយទៀតថាមនុស្សជោគជ័យមិនឲ្យស្ថានភាពកំណត់ជីវិតរបស់ពួកគេទេផ្ទុយទៅវិញពួកគេកំណត់ចក្ខុវិស័យជាមុនហើយប្រើវាជាត្រីវិស័យសម្រាប់រាល់ការសម្រេចចិត្តនេះហើយជាមូលហេតុដែលគាត់ណែនាំឲ្យសរសេរបេសកកម្មជីវិតឬ Personal Mission Statement វាមិនចាំបាច់វែងនោះទេអាចត្រឹមតែប៉ុន្មានប្រយោគប៉ុណ្ណោះឧទាហរណ៍ខ្ញុំចង់រស់នៅដោយស្មោះត្រង់បន្តរៀនសូត្រជារៀងរាល់ថ្ងៃជួយអ្នកដទៃឲ្យរីកចម្រើននិងធ្វើឲ្យគ្រួសាររបស់ខ្ញុំមានមោទនភាពនៅពេលមានការសម្រេចចិត្តពិបាកអ្នកអាចត្រឡប់មកអានបេសកកម្មនេះហើយសួរខ្លួនឯងថាតើការសម្រេចចិត្តនេះស្របនឹងគោលដៅជីវិតរបស់ខ្ញុំដែរឬទេបើចម្លើយគឺបាទឬចាសសូមបន្តបើចម្លើយគឺទេប្រហែលអ្នកគួរតែពិចារណាម្ដងទៀតចុងក្រោយខ្ញុំសូមទុកសំណួរមួយសម្រាប់អ្នកបើថ្ងៃនេះជាថ្ងៃដំបូងនៃជីវិតថ្មីរបស់អ្នកតើអ្នកចង់ក្លាយជាមនុស្សបែបណានៅក្នុងរយៈពេល5ឆ្នាំខាងមុខសូមកុំឲ្យអ្នកដទៃសរសេររឿងរ៉ាវជីវិតរបស់អ្នកចូលអ្នកជាអ្នកសរសេរវាដោយខ្លួនឯងព្រោះជីវិតដែលមានគោលដៅចាប់ផ្ដើមពីការមានចក្ខុវិស័យច្បាស់លាស់បើអ្នកអាចសរសេរបេសកកម្មជីវិតរបស់អ្នកត្រឹមមួយប្រយោគតើវានឹងជាអ្វីសូមសរសេរនៅក្នុង comment ខាងក្រោមទម្លាប់ទី3ដាក់អាទិភាពលើអ្វីដែលសំខាន់ Put first thing first នៅក្នុងភាគមុនយើងបានរៀនអំពីការមានគោលដៅនិងចក្ខុវិស័យប៉ុន្តែការមានគោលដៅតែមួយមុខមិនគ្រប់គ្រាន់នោះទេ
សំណួរសំខាន់គឺតើអ្នកកំពុងចំណាយពេលលើអ្វីមនុស្សគ្រប់គ្នាមាន24ម៉ោងដូចគ្នាប៉ុន្តែហេតុអ្វីបានជាមនុស្សខ្លះសម្រេចក្តីសុបិនខណៈពេលដែលអ្នកខ្លះទៀតមានអារម្មណ៍ថារវល់ពេញមួយថ្ងៃប៉ុន្តែមិនបានសម្រេចអ្វីសំខាន់បញ្ហាមិនមែនយើងខ្វះពេលនោះទេប៉ុន្តែយើងមិនបានដាក់អត្ថិភាពឲ្យបានត្រឹមត្រូវសូមស្រមៃថាអ្នកមានកែវកញ្ចក់ធំមួយបើអ្នកចាក់ខ្សាច់ចូលមុនវានឹងពិបាកដាក់ដុំថ្មធំៗចូលពេលក្រោយប៉ុន្តែបើអ្នកដាក់ដុំថ្មធំមុនបន្ទាប់មកដាក់គ្រួសហើយចុងក្រោយទើបដាក់ខ្សាច់អ្វីៗទាំងអស់នឹងអាចដាក់ចូលបានជីវិតក៏ដូចគ្នាដុំថ្មធំគឺជារឿងដែលសំខាន់បំផុតដូចជាសុខភាពគ្រួសារការអភិវឌ្ឍខ្លួនគោលដៅអាជីពតម្លៃដែលអ្នកប្រកាន់ខ្ជាប់ចំណែកខ្សាច់គឺជារឿងតូចៗដែលចំណាយពេលប៉ុន្តែមិននាំជីវិតរីកចម្រើនដូចជាការលេងបណ្ដាញសង្គមដែលគ្មានគោលបំណងឬធ្វើរឿងដែលមិនចាំបាច់លោក Covey បានបែងចែកការងារជា4ប្រភេទទី1បន្ទាន់និងសំខាន់ឧទាហរណ៍ជំងឺការងារដែលជិតផុតកំណត់ឬបញ្ហាបន្ទាន់ក្នុងគ្រួសារទី2មិនបន្ទាន់តែសំខាន់ដូចជាការអានសៀវភៅការហាត់ប្រាណរៀនជំនាញថ្មីរៀបចំផែនការហិរញ្ញវត្ថុចំណាយពេលជាមួយគ្រួសារនេះគឺជាតំបន់ដែលមនុស្សជោគជ័យចំណាយពេលច្រើនជាងគេទី3បន្ទាន់ប៉ុន្តែមិនសំខាន់ឧទាហរណ៍ការរំខានមួយចំនួនទូរស័ព្ទដែលមិនចាំបាច់ឬការងារដែលអាចប្រគល់ឲ្យអ្នកដទៃបានទី4មិនបន្ទាន់និងមិនសំខាន់ដូចជាការខ្ជះខ្ជាយពេលវេលាទៅលើរឿងដែលមិនផ្ដល់តម្លៃដល់ជីវិតសូមសួរខ្លួនឯងថាតើអ្នកចំណាយពេលច្រើននៅក្នុងតំបន់ណាបើអ្នកចង់ផ្លាស់ប្ដូរជីវិតកុំរងចាំរហូតដល់មានវិបត្តិចាប់ផ្ដើមធ្វើរឿងសំខាន់នៅថ្ងៃនេះទោះបីវាមិនទាន់បន្ទាន់ក៏ដោយឧទាហរណ៍ប្រសិនបើអ្នកចង់មានសុខភាពល្អកុំរងចាំរហូតដល់ឈឺទើបហាត់ប្រាណបើអ្នកចង់មានចំណេះដឹងកុំរងចាំរហូតដល់ការងារទាមទារទើបចាប់ផ្ដើមរៀនហើយបើអ្នកចង់មានទំនាក់ទំនងល្អជាមួយគ្រួសារកុំរងចាំថ្ងៃពិសេសទើបប្រាប់ពួកគេថាអ្នកស្រឡាញ់ពួកគេចូលចងចាំថាអ្វីដែលអ្នកធ្វើជារៀងរាល់ថ្ងៃគឺជាអ្វីដែលកំណត់អនាគតរបស់អ្នកដូច្នេះចូលដាក់ដុំថ្មធំចូលទៅក្នុងជីវិតរបស់អ្នកជាមុនសិនទម្លាប់ទី4គិតបែបឈ្នះទាំងសងខាង Think Win-Win សូមស្រមៃថាមានមនុស្ស2នាក់កំពុងចរចាអំពីអាជីវកម្មមួយម្នាក់គិតថាខ្ញុំត្រូវតែឈ្នះទោះអ្នកម្ខាងទៀតចាញ់ក៏ដោយចំណែកម្នាក់ទៀតគិតថាតើយើងអាចរកដំណោះស្រាយដែលធ្វើឲ្យយើងទាំងពីរទទួលបានផលប្រយោជន៍ដែរឬទេតើអ្នកគិតថាទំនាក់ទំនងមួយណាស្ថិតស្ថេរជាង Stephen Covey និយាយថាមនុស្សជាច្រើនរស់នៅជាមួយនឹងគំនិតថាជីវិតគឺជាការប្រកួតបើខ្ញុំឈ្នះអ្នកត្រូវតែចាញ់បើអ្នកជោគជ័យខ្ញុំប្រកាសជាបាត់បង់អ្វីមួយគំនិតបែបនេះគាត់ហៅថាភាពខ្វះខាតឬ scarcity mentality ប៉ុន្តែការពិតគឺពិភពលោកមានឱកាសច្រើនជាងអ្វីដែលយើងគិតមនុស្សជោគជ័យជឿទៅលើភាពសម្បូរបែបឬ abundant mentality ពួកគេជឿថាអ្នកដទៃជោគជ័យមិនមានន័យថាយើងត្រូវបរាជ័យនោះទេសូមមើលឧទាហរណ៍មួយមានបងប្អូន2នាក់កំពុងឆ្លោះគ្នាដណ្ដើមផ្លែក្រូចមួយផ្លែបើម្ដាយកាត់ជាពាក់កណ្ដាលឲ្យម្នាក់មួយវាហាក់ដូចជាយុត្តិធម៌ប៉ុន្តែពេលសួរហេតុផលទើបដឹងថាម្នាក់ត្រូវការសម្បកក្រូចសម្រាប់ធ្វើនំម្នាក់ទៀតត្រូវការសាច់ក្រូចសម្រាប់ធ្វើទឹកផ្លែឈើបើពួកគេស្ដាប់គ្នានិងយល់ពីតម្រូវការពិតពួកគេអាចទទួលបានអ្វីដែលខ្លួនត្រូវការ 100% ដោយមិនចាំបាច់បាត់បង់អ្វីសោះនេះហើយជាការគិតបែប win-win ក្នុងជីវិតប្រចាំថ្ងៃវាអាចមានន័យថានៅកន្លែងធ្វើការអ្នកមិនអាចព្យាយាមឈ្នះការជជែកដេញដោលទេប៉ុន្តែព្យាយាមរកដំណោះស្រាយដែលល្អសម្រាប់ក្រុមទាំងមូលក្នុងគ្រួសារអ្នកមិនគិតថាត្រូវតែមានអ្នកខុសនិងអ្នកត្រូវជានិច្ចទេប៉ុន្តែស្វែងរកវិធីដែលធ្វើឲ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ថាត្រូវបានគេគោរពក្នុងអាជីវកម្មកុំគិតតែប្រាក់ចំណេញរបស់ខ្លួនគិតផងដែរថាអតិថិជនទទួលបានតម្លៃអ្វីនៅពេលអតិថិជនជឿទុកចិត្តអាជីវកម្មរបស់អ្នកក៏នឹងរីកចម្រើនយូរអង្វែងលោក Covey និយាយថាការគិតបែប win-win មិនមែនមានន័យថាត្រូវតែយល់ព្រមគ្រប់យ៉ាងឬបោះបង់គោលការណ៍របស់ខ្លួននោះទេ
tôi từវិញvìមានន័យថាអ្នកក្លាហានក្នុងការការពារអ្វីដែលត្រឹមត្រូវហើយក៏គោរពតម្រូវការរបស់អ្នកដទៃផងដែរមនុស្សដែលអាចគិតបែបវិនជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯងពួកគេមិនភ័យខ្លាចភាពជោគជ័យរបស់អ្នកដទៃទេព្រោះពួកគេជឿថាឱកាសមានគ្រប់គ្រាន់សម្រាប់មនុស្សទាំងអស់នៅចុងបញ្ចប់នៃភាគនេះខ្ញុំចង់សួរអ្នកមួយសំណួរនៅពេលមានជម្លោះជាមួយអ្នកដទៃតើអ្នកផ្ដោតលើការឈ្នះការជជែកឬផ្ដោតលើការស្វែងរកដំណោះស្រាយដែលធ្វើឲ្យអ្នកទាំងពីរភាគីទទួលបានផលប្រយោជន៍សូមចងចាំថាទំនាក់ទំនងដែលល្អមិនត្រូវបានកសាងដោយអ្នកឈ្នះនិងអ្នកចាញ់នោះទេវាត្រូវបានកសាងដោយមនុស្សដែលជ្រើសរើសឈ្នះជាមួយគ្នាមនុស្សភាគច្រើនចង់ឈ្នះការជជែកប៉ុន្តែមនុស្សដែលជោគជ័យព្យាយាមឈ្នះបេះដូងរបស់មនុស្សទម្លាប់ទី5ស្ដាប់ឲ្យយល់មុននិយាយឲ្យគេយល់ Seek first to understand then to be understood សូមសួរអ្នកមួយសំណួរពេលអ្នកនិយាយជាមួយមនុស្សម្នាក់តើអ្នកពិតជាស្ដាប់គាត់ឬគ្រាន់តែរងចាំដល់ពេលដែលអ្នកអាចនិយាយវិញមនុស្សភាគច្រើនគិតថាពួកគេជាអ្នកស្ដាប់ដ៏ល្អប៉ុន្តែតាមពិតពួកគេកំពុងតែស្ដាប់ដើម្បីតែឆ្លើយតបមិនមែនស្ដាប់ដើម្បីយល់នោះទេលោក Stephen R. Covey និយាយថានេះគឺជាកំហុសដ៏ធំមួយនៅក្នុងការប្រាស្រ័យទាក់ទងរបស់មនុស្សព្រោះពេលយើងមិនយល់អ្នកដទៃពួកគេក៏មិនយល់យើងវិញដូចគ្នាសូមស្រមៃថាមានមិត្តពីរនាក់កំពុងតែឆ្លោះគ្នាម្នាក់និយាយថាអ្នកមិនដែលស្ដាប់ខ្ញុំទេម្នាក់ទៀតក៏ឆ្លើយតបវិញភ្លាមថាមិនពិតទេខ្ញុំតែងតែស្ដាប់អ្នកតែការពិតគឺពួកគេទាំងពីរមិនបានស្ដាប់គ្នានោះទេលោក Covey ប្រៀបធៀបការស្ដាប់ជាមួយការព្យាបាលគាត់និយាយថាមនុស្សម្នាក់មុននឹងចង់ឲ្យគេយល់គាត់ត្រូវការឲ្យយល់សិនពេលអ្នកស្ដាប់មនុស្សម្នាក់ដោយចិត្តពិតប្រាកដអ្នកកំពុងប្រាប់គាត់ថាអ្នកមានតម្លៃអារម្មណ៍របស់អ្នកសំខាន់ខ្ញុំចង់យល់ពីអ្នកពិតហើយនៅពេលមនុស្សម្នាក់មានអារម្មណ៍ថាត្រូវបានយល់ពួកគេនឹងបើកចិត្តស្ដាប់អ្នកវិញដោយធម្មជាតិលោក Covey បង្ហាញថាការស្ដាប់មាន4កម្រិតកម្រិតទី1មិនស្ដាប់តតែសោះអ្នកធ្វើដូចជាមិនបានលឺអ្វីកម្រិតទី2ស្ដាប់បែបធ្វើពុតអ្នកគ្រាន់តែធ្វើជាអ្នកហាក់ស្ដាប់ប៉ុន្តែចិត្តនៅកន្លែងផ្សេងកម្រិតទី3ស្ដាប់ជ្រើសរើសអ្នកស្ដាប់តែអ្វីដែលអ្នកចាប់អារម្មណ៍កម្រិតទី4ស្ដាប់ដោយចិត្តពិតអ្នកព្យាយាមយល់អារម្មណ៍និងទស្សនៈរបស់អ្នកនិយាយនេះគឺជាកម្រិតដែលបង្កើតទំនាក់ទំនងពិតប្រាកដនៅក្នុងជីវិតប្រចាំថ្ងៃវាអាចធ្វើបានដោយរបៀបសាមញ្ញមុននឹងផ្ដល់ដំបូន្មានកុំប្រញាប់និយាយសួរសំណួរឧទាហរណ៍តើអ្នកមានអារម្មណ៍យ៉ាងដូចម្ដេចតើអ្វីជារឿងពិបាកបំផុតសម្រាប់អ្នកតើអ្នកចង់បានអ្វីពិតពេលអ្នកស្ដាប់បែបនេះមនុស្សម្នាក់នឹងមានអារម្មណ៍ថាគាត់មិននៅម្នាក់ឯងទេហើយបញ្ហាជាច្រើនដែលធ្លាប់ធ្ងន់ធ្ងរអាចคล้ายទៅជាស្រាលដោយសារតែមានមនុស្សម្នាក់ស្ដាប់ដោយពិតប្រាកដលោក Covey និយាយទៀតថាមនុស្សភាគច្រើនមានបញ្ហាមួយពួកគេចង់ឲ្យគេយល់ប៉ុន្តែមិនព្រមយល់អ្នកដទៃប៉ុន្តែការផ្លាស់ប្ដូរពិតប្រាកដចាប់ផ្ដើមនៅពេលអ្នកធ្វើផ្ទុយពីនេះសូមសាកល្បងនៅថ្ងៃនេះនៅពេលអ្នកនិយាយជាមួយនរណាម្នាក់សូមកុំគិតថាខ្ញុំនឹងឆ្លើយអ្វីតែសូមគិតថាខ្ញុំអាចយល់គាត់បានយ៉ាងដូចម្ដេចនៅចុងបញ្ចប់ខ្ញុំចង់ទុកសំណួរមួយសម្រាប់អ្នកតើនៅក្នុងជីវិតរបស់អ្នកមាននរណាម្នាក់ដែលអ្នកមិនទាន់បានស្ដាប់គាត់ពិតទេហើយបើថ្ងៃនេះអ្នកចាប់ផ្ដើមស្ដាប់គាត់ដោយចិត្តពិតវាអាចផ្លាស់ប្ដូរទំនាក់ទំនងរបស់អ្នកបានទាំងស្រុងទម្លាប់ទី6រួមគ្នាបង្កើតអ្វីដែលល្អជាង Synergy នៅក្នុងភាគមុនយើងបានរៀនថាការស្ដាប់ពិតអាចផ្លាស់ប្ដូរទំនាក់ទំនងរបស់មនុស្សប៉ុន្តែសំណួរបន្ទាប់គឺតើពេលមនុស្សពីរនាក់យល់គ្នាហើយធ្វើការជាមួយគ្នាវាអាចបង្កើតអ្វីបាននេះហើយគឺជាគំនិតនៃ Synergy មានន័យថា1+1មិនមែនស្មើ2នោះទេប៉ុន្តែវាអាចស្មើ3 10ឬច្រើនជាងនេះសូមស្រមៃថាមានមនុស្សពីរនាក់ធ្វើការលើបញ្ហាមួយម្នាក់មានបទពិសោធន៍ច្រើនប៉ុន្តែមិនសូវច្នៃប្រឌិតម្នាក់ទៀតមានគំនិតច្នៃប្រឌិតប៉ុន្តែមិនមានបទពិសោធន៍ច្រើនបើពួកគេប្រកួតគ្នាពួកគេនឹងខាតទាំងពីរប៉ុន្តែបើពួកគេសហការគ្នាពួកគេអាចបង្កើតដំណោះស្រាយដែលល្អជាងអ្វីដែលម្នាក់អាចធ្វើបានដោយខ្លួនឯង Covey និយាយទៀតថា Synergy ចាប់ផ្ដើមពីការទទួលយកភាពខុសគ្នា
មនុស្សភាគច្រើនខ្លាចភាពខុសគ្នាពេលគេឃើញមនុស្សគិតខុសខ្លួនគេភ្លាមគិតថាគេមិនត្រឹមត្រូវទេប៉ុន្តែ Synergy បង្រៀនយើងថាភាពខុសគ្នាមិនមែនជាបញ្ហាទេប៉ុន្តែវាគឺជាឱកាសសូមយកឧទាហរណ៍មួយនៅក្នុងជីវិតប្រចាំថ្ងៃនៅកន្លែងធ្វើការមានមនុស្សម្នាក់ពូកែកណនាប៉ុន្តែមិនពូកែទំនាក់ទំនងម្នាក់ទៀតពូកែទំនាក់ទំនងប៉ុន្តែមិនសូវពូកែបច្ចេកទេសបើពួកគេចែកគ្នាធ្វើការដោយគ្មានការយល់ចិត្តគម្រោងអាចនឹងបរាជ័យប៉ុន្តែបើពួកគេរៀនគោរពគ្នានិងប្រើកម្លាំងរបស់គ្នាពួកគេអាចបង្កើតជាក្រុមដ៏រឹងមាំ Synergy មិនមែនគ្រាន់តែជាការសហការនោះទេវាជាការបង្កើតអ្វីថ្មីពីការរួមបញ្ចូលគំនិតខុសៗគ្នាលោក Covey ប្រៀបធៀបវាជាការបើកចិត្តបើអ្នកបើកចិត្តអ្នកមិនព្យាយាមឈ្នះឬបង្ខំគំនិតរបស់ខ្លួនលើអ្នកដទៃអ្នកសួរថាតើយើងអាចបង្កើតដំណោះស្រាយល្អជាងនេះបានយ៉ាងដូចម្តេច Synergy ត្រូវការជំនាញពីរយ៉ាងសំខាន់ទី1ការគោរពភាពខុសគ្នាទី2ការសហការដោយទំនុកចិត្តបើខ្វះមួយក្នុងពីរនេះ Synergy មិនអាចធ្វើការបានទេនៅក្នុងជីវិតផ្ទាល់ខ្លួន Synergy ក៏សំខាន់ដែរក្នុងគ្រួសារប្តីប្រពន្ធមិនចាំបាច់គិតដូចគ្នាទេប៉ុន្តែពួកគេអាចរៀនយល់ពីគ្នាហើយសម្រេចចិត្តរួមគ្នាដើម្បីបង្កើតជីវិតគ្រួសារដែលល្អជាងមុននៅចុងបញ្ចប់នៃភាគនេះសូមចងចាំថាភាពខុសគ្នារវាងមនុស្សមិនមែនជាអ្វីដែលបំបែកយើងទេប៉ុន្តែវាជាអ្វីដែលបង្កើតកម្លាំងថ្មីបានសំណួរសម្រាប់អ្នកនៅក្នុងជីវិតរបស់អ្នកមានអ្នកណាម្នាក់ដែលអ្នកអាចសហការជាមួយដើម្បីបង្កើតអ្វីដែលល្អជាងម្នាក់ឯងបានទេទម្លាប់ទី7បន្តអភិវឌ្ឍខ្លួនឯងជានិច្ចសូមស្រមៃថាមានបុរសម្នាក់កំពុងកាប់ឈើនៅក្នុងព្រៃគាត់កាប់ឈើជារៀងរាល់ថ្ងៃពេលព្រឹកដល់ល្ងាចដោយមិនឈប់សម្រាកមានមនុស្សម្នាក់ដើរមកឃើញហើយសួរថាហេតុអ្វីអ្នកមិនឈប់សម្រាកសិនហើយសំលៀងពូថៅរបស់អ្នកបុរសនោះឆ្លើយថាខ្ញុំរវល់ណាស់កំពុងកាប់ឈើមិនមានពេលសំលៀងពូថៅនោះទេលោក Covey ប្រើរឿងនេះដើម្បីបង្ហាញមនុស្សថាមនុស្សជាច្រើនកំពុងធ្វើរឿងដូចគ្នាក្នុងជីវិតពួកគេធ្វើការឥតឈប់ឈរប៉ុន្តែមិនដែលថែរក្សាខ្លួនឯងឡើយទីបំផុតពួកគេអស់កម្លាំងបាត់ការផ្ដោតនិងមិនអាចរីកចម្រើនបានទៀតទេទម្លាប់ទី7បង្រៀនយើងថាបើអ្នកចង់បន្តជោគជ័យអ្នកត្រូវបន្តសំលៀងពូថៅរបស់អ្នកពាក្យ Surrender Soul មានន័យថាការថែរក្សានិងការអភិវឌ្ឍខ្លួនឯងនៅគ្រប់ផ្នែកលោក Covey បែងចែកជីវិតមនុស្សយើងជា4ផ្នែកសំខាន់ទី1រាងកាយបើរាងកាយខ្សោយអ្វីៗផ្សេងទៀតក៏រងផលប៉ះពាល់ដូច្នេះយើងត្រូវហាត់ប្រាណជាប្រចាំគេងឲ្យគ្រប់គ្រាន់បរិភោគអាហារដែលល្អរាងកាយល្អគឺជាមូលដ្ឋាននៃថាមពលជីវិត2ចិត្តគឺជាកន្លែងដែលគំនិតនិងការសម្រេចចិត្តកើតឡើងដើម្បីអភិវឌ្ឍវាអ្នកអាចអានសៀវភៅរៀនជំនាញថ្មីគិតវិភាគនិងសរសេរមនុស្សដែលឈប់រៀនគឺកំពុងតែឈប់រីកចម្រើន3អារម្មណ៍និងទំនាក់ទំនងជីវិតមិនមែនរស់នៅតែម្នាក់ឯងនោះទេដូច្នេះយើងត្រូវចេះស្រឡាញ់និងគោរពគ្រួសារកសាងទំនាក់ទំនងល្អជាមួយនឹងអ្នកដទៃរៀនគ្រប់គ្រងអារម្មណ៍ទំនាក់ទំនងល្អគឺជាផ្នែកសំខាន់នៃសុភមង្គល4វិញ្ញាណនេះជាផ្នែកដែលតាក់ទងទៅនឹងតម្លៃនិងអត្ថន័យជីវិតអ្នកអាចអភិវឌ្ឍវាដោយសមាធិអធិដ្ឋានឆ្លុះបញ្ចាំងជីវិតខ្លួនឯងវាជួយឲ្យអ្នកដឹងថាអ្នកកំពុងរស់នៅដើម្បីអ្វីបើអ្នកមិនថែរក្សាខ្លួនឯងទេអ្នកនឹងបាត់បង់ថាមពលទោះបីជាអ្នកមានគោលដៅល្អប៉ុណ្ណាក៏ដោយទម្លាប់ទាំង6មុននេះជួយឲ្យអ្នកជោគជ័យប៉ុន្តែទម្លាប់ទី7ជួយឲ្យអ្នកបន្តជោគជ័យនេះគឺជាភាពខុសគ្នាសំខាន់បំផុតនៅចុងបញ្ចប់សូមចងចាំថាការឈប់ថែរក្សាខ្លួនឯងគឺជាការចាប់ផ្ដើមនៃការថយក្រោយសំណួរសម្រាប់អ្នកតើផ្នែកណាមួយនៅក្នុងជីវិតរបស់អ្នកដែលអ្នកកំពុងមើលរំលងហើយគួរចាប់ផ្ដើមសំលៀងពូថៅនៅថ្ងៃនេះឥឡូវនេះយើងមកដឹងពីរបៀបអនុវត្តទម្លាប់ទាំង7នៅក្នុងជីវិតប្រចាំថ្ងៃមកដល់ចំណុចនេះអ្នកបានរៀនទម្លាប់ទាំង7រួចហើយប៉ុន្តែសំណួរសំខាន់គឺតើយើងអាចយកវាទៅប្រើក្នុងជីវិតប្រចាំថ្ងៃបានយ៉ាងដូចម្តេចព្រោះចំណេះដឹងតែមួយមុខមិនអាចបង្កើតការផ្លាស់ប្ដូរនោះទេអ្វីដែលបង្កើតការផ្លាស់ប្ដូរបានពិតៗ
គឺការអនុវត្តជារៀងរាល់ថ្ងៃចាប់ផ្ដើមពីខ្លួនឯងការផ្លាស់ប្ដូរពិតប្រាកដត្រូវចាប់ផ្ដើមពីខាងក្នុងមិនមែនផ្លាស់ប្ដូរពិភពលោកជាមុននោះទេប៉ុន្តែគឺការផ្លាស់ប្ដូរខ្លួនឯងជាមុនសិនសួរខ្លួនឯងថាតើខ្ញុំទទួលខុសត្រូវលើជីវិតខ្ញុំដែរឬទេតើខ្ញុំមានគោលដៅច្បាស់លាស់ដែរឬទេតើខ្ញុំកំពុងដាក់អតិភិបត្រឹមត្រូវដែរឬទេបង្កើតទម្លាប់តូចៗជារៀងរាល់ថ្ងៃអ្នកមិនចាំបាច់ផ្លាស់ប្ដូរទាំងអស់ក្នុងពេលមួយថ្ងៃនោះទេជីវិតគឺជាលទ្ធផលនៃទម្លាប់តូចៗដែលធ្វើម្ដងហើយម្ដងទៀតបន្តិចម្ដងឧទាហរណ៍ដូចជាការអានសៀវភៅ10នាទីទៅ20នាទីជារៀងរាល់ថ្ងៃសរសេរគោលដៅប្រចាំថ្ងៃស្ដាប់សម្ដីមនុស្សដែលចេញពីចិត្តពិតហាត់ប្រាណតិចៗប៉ុន្តែជាប្រចាំប្រើសំណួរត្រួតពិនិត្យខ្លួនឯងរៀងរាល់ថ្ងៃសួរខ្លួនឯងថាថ្ងៃនេះខ្ញុំបានទទួលខុសត្រូវលើអ្វីខ្លះខ្ញុំបានធ្វើអ្វីដែលសំខាន់មែនទេខ្ញុំបានស្ដាប់អ្នកដទៃដែលចេញពីចិត្តពិតដែរទេខ្ញុំបានសហការជាមួយអ្នកដទៃហើយឬនៅខ្ញុំបានថែរក្សាខ្លួនឯងដែរឬទេសំណួរទាំងនេះជួយឲ្យអ្នកដឹងថាអ្នកកំពុងដើរទិសដៅត្រឹមត្រូវឬអត់ផ្លាស់ប្ដូរពី reaction ទៅជា creation មនុស្សភាគច្រើនរស់នៅដោយការឆ្លើយតប reaction មានបញ្ហាទើបធ្វើមានសម្ពាធទើបចាប់ផ្ដើមមានវិបត្តិទើបផ្លាស់ប្ដូរប៉ុន្តែមនុស្សមានប្រសិទ្ធភាពរស់ដោយការបង្កើត creation ពួកគេរៀបចំជីវិតជាមុនមិនរងចាំបញ្ហាកើតឡើងនោះទេការរីកចម្រើនគឺជាដំណើរមិនមែនជាគោលដៅភាពជោគជ័យមិនមែនជាចំណុចដល់នោះទេប៉ុន្តែជាដំណើររីកចម្រើនជារៀងរាល់ថ្ងៃបើអ្នកឈប់រៀនអ្នកក៏ឈប់រីកចម្រើនបើអ្នកឈប់អភិវឌ្ឍខ្លួនអ្នកក៏ចាប់ផ្ដើមថយក្រោយសារសំខាន់បើអ្នកចង់ផ្លាស់ប្ដូរជីវិតកុំសួរថាតើខ្ញុំផ្លាស់ប្ដូរពិភពលោកបានយ៉ាងដូចម្តេចតែសូមសួរថាតើខ្ញុំអាចផ្លាស់ប្ដូរខ្លួនឯងថ្ងៃនេះបានអ្វីខ្លះសំណួរចុងក្រោយសម្រាប់អ្នកបើអ្នកត្រូវចាប់ផ្ដើមអនុវត្តទម្លាប់តែមួយថ្ងៃនេះតើអ្នកនឹងជ្រើសរើសយកទម្លាប់មួយណាហើយសូមសួរខ្លួនឯងម្ដងទៀតថាថ្ងៃនេះខ្ញុំនឹងចាប់ផ្ដើមផ្លាស់ប្ដូរអ្វីមួយតូចៗដើម្បីអនាគតរបស់ខ្ញុំជីវិតរបស់អ្នកគឺជាលទ្ធផលនៃទម្លាប់ដែលអ្នកប្រព្រឹត្តជារៀងរាល់ថ្ងៃការសង្ខេបសៀវភៅ The 7 Habits of Highly Effective People បានបញ្ចប់ត្រឹមនេះខ្ញុំសូមអរគុណចំពោះការតាមដានស្ដាប់វីដេអូនេះតាំងពីដើមរហូតដល់ចប់បើសិនជាអ្នកទទួលបានតម្លៃពីវីដេអូនេះសូមចុច Like Share និង Subscribe ដើម្បីទទួលបានវីដេអូបែបនេះបន្ថែមទៀតសូមអរគុណជួបគ្នានៅវីដេអូបន្ទាប់